ស្ដីបណ្ដាញអ្នកដែលស្នេហាខាងភាសាចិនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានជាចំណេះដឹងខ្លះៗចែករំលែកពាក់ព័ន្ធទៅនឹងការសិក្សាភាសាចិនបាទឥឡូវយើងចាប់ផ្ដើមរៀនទាំងអស់គ្នាកុំឲ្យខាតពេលយូរបាទនៅទីនេះយើងមើលពាក្យsư phụ ដោយសារថាសលេងខ្ញុំអត់ទាន់ហ្វុនគេហៅថាហ្វុនចិននៅក្នុង software នឹងបានអញ្ចឹងខ្ញុំដាក់ជា pinyin តែដែលអត់មានសំឡេងប៉ុន្តែខ្ញុំនឹងជួយការប្រាប់នៅចំណុចខ្លះៗក៏ដូចជាសំឡេងនៅក្នុងអក្សរនីមួយៗបាទ sư phụ sư នឹងសលេងទី4 fu សលេងទី3 sư phụ sư phụ នឹងមានន័យថាសាលាក្រុងដូចជាសាលាក្រុងភ្នំពេញសាលារាជធានីភ្នំពេញហ្នឹងអាហ្នឹងគេហៅថា sư phụ ហើយឥឡូវខ្ញុំលើកឧទាហរណ៍មួយពាក់ព័ន្ធនឹង sư phụ ហ្នឹង今边师傅办公厅主任今边នៅទីនេះគឺសំដៅទៅលើរាជធានីភ្នំពេញ sư phụ នេះគឺសាលាក្រុងបាទហើយ办公厅នេះមានន័យថាខុទ្ទកាល័យហ្នឹងហើយ主任មានន័យថាប្រធានអញ្ចឹងយើងបកមកយើងមិនមែនបកទៅត្រង់ទាំងម្ដងទេគឺយើងបកយើងមើលតាម clear បកធ្វើយ៉ាងណាឲ្យគេយល់នៅអត្ថន័យដែលយើងឲ្យខាងជនជាតិគេឬក៏ខាងខ្មែរយើងអាចស្ដាប់បានបាទនេះយើងបកនាយខុទ្ទកាល័យសាលាក្រុងភ្នំពេញអញ្ចឹងយើងបកនេះបកដេញពីក្រោយមកវិញជូយិនមានន័យថាប្រធានឬក៏មេនាយបាទមានថានាយខុទ្ទកាល័យនេះបានកងធេងsư phụសាលាក្រុងភ្នំពេញបាទគឺយើងបកដេញពីក្រោយមកវិញបាទឥឡូវយើងបន្តទៅពាក្យមួយទៀតពាក្យបានកងធេងមិញហ្នឹងគឺអគ្គនាយកដ្ឋានឬក៏ខុទ្ទកាល័យប៉ាន់ហ្នឹងសលេងទី4កងនេះសលេងទី1ធេងនេះក៏សលេងទី1ដែរអញ្ចឹងប៉ាន់កងធេងនេះមានន័យថាអគ្គនាយកដ្ឋានឬក៏ខុទ្ទកាល័យបាទឥឡូវខ្ញុំលើកឧទាហរណ៍ពីដោយសារតាវាគឺដដែលទេអញ្ចឹងខ្ញុំសូមមិនធ្វើការអានបន្តទៀតទេព្រោះខាងឧទាហរណ៍ខាងលើយើងបាននិយាយហើយមួយទៀតពាក់ព័ន្ធនឹងថើពៀមានន័យពិសេសឬក៏វិសាមញ្ញពាក្យធម្មតាយើងថាពិសេសប៉ុន្តែពាក្យបច្ចេកទេសគេអាចវិសាមញ្ញអានេះគឺសំដៅទៅលើអង្គប្រជុំអីផ្សេងបាទដូចជាបើពាក្យពិសេសនេះដូចជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេសជីនពៀនជីនជីថើឈីហ្នឹងមានថាតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេសហ្នឹងហើយជីនពៀនជីនជីថើឈីហ្នឹងហើយតំបន់អភិវឌ្ឍពិសេសអូខេហើយថើនេះសលេងទី4ពៀនេះសលេងទី2ថើពៀបាទអញ្ចឹងវិសាមញ្ញឬក៏ជាពិសេសនៅក្នុងអញ្ចឹងខ្ញុំឲ្យឧទាហរណ៍មួយពាក់ព័ន្ធទៅនឹងពាក្យថើពៀហ្នឹងថើពៀហ៊ុយអញ្ចឹងយើងអាចបកថាប្រជុំពិសេសអីបានទេអញ្ចឹងយើងពាក្យនេះយើងសំដៅទៅលើសម័យប្រជុំឬក៏ប្រជុំលក្ខណៈធំអញ្ចឹងយើងដាក់សម័យប្រជុំវិសាមញ្ញណា特别会议សម័យប្រជុំនេះ会议នេះសម័យប្រជុំ特别គឺវិសាមញ្ញអញ្ចឹងសម័យប្រជុំវិសាមញ្ញបាទអញ្ចឹងយើងបន្តមកពាក្យមួយទៀតបងខាត់ពេលឈួsưឈួនឹងសលេងទី4ឈួអត់មានអីទេបើមានអីឈួបើអត់មានអីឈួsưយើងមានខ្យល់សឹអញ្ចឹងឈួសឺហ្នឹងមានន័យថាវិធានការឬក៏មធ្យោបាយឥឡូវខ្ញុំឲ្យឧទាហរណ៍មួយដើម្បីឲ្យយើងងាយយល់
预防保安措施មាន预防保安措施អញ្ចឹងយើងបកប្រែយើងធ្វើការមើលលើអត្ថន័យពាក្យមួយអ៊ីហ្វាងនេះមានន័យថាការពារឬក៏បង្ការទុកមុនអញ្ចឹងណាហើយ保安នេះ保安មានន័យថាការពារអញ្ចឹងណាហើយឈួសគឺខាងលើនឹងឯងគឺវិធានការឬក៏មធ្យោបាយអញ្ចឹងពាក្យនេះបកដេញពីក្រោយមកវិញមានន័យថាវិធានការការពារសុវត្ថិភាពអញ្ចឹងយើងបកពាក្យនេះមុនវិធានការហើយការពារបើអានេះសុវត្ថិភាពអញ្ចឹងយើងបកមិនមែនដេញមកពីក្រោយអញ្ចឹងមកអញ្ចេះអញ្ចឹងទេគឺយើងបកពេលខ្លះយើងទៅមើលលើយើងមើលលើស្ថានភាពជាក់ស្ដែងថាបកយ៉ាងម៉េចធ្វើឲ្យគេយល់អត្ថន័យនៃពាក្យទាំងអស់ហ្នឹងនៃខ្លឹមសារហ្នឹងបាទឥឡូវយើងចូលមកពាក្យមួយទៀតហ៊ុយលូមានន័យថាសំណោកឬក៏សោកបាទប្រើបានដូចគ្នាពីរហ្នឹងសំណោកក៏បានសោកក៏បានហ៊ុយសលេងទី4លូសំលេងទី4ដែរអញ្ចឹងហ៊ុយលូសំណោកឬក៏ស៊ីសំណោកនឹងឯងអញ្ចឹងខ្ញុំធ្វើការលើកឧទាហរណ៍ដើម្បីឲ្យបានងាយយល់ទាំងអស់គ្នាហ៊ុយលូតសៀនសៀងហ៊ុយឋានអ៊ូមានន័យថាពុកកលួយវាស្មើទៅនឹងពាក្យហ្វូប៉ៃដែរណាឋានអ៊ូហ៊ុយលូអានេះគឺសំខាន់លើនឹងហើយស៊ីសំណោកតរបស់នៃឬក៏ដែលពាក្យហ្នឹងបានបកបាន3របស់ឬនៃឬដែលពីរហ្នឹងបាន3ហ្នឹងណាបងប្អូនហើយមួយទៀតគឺពាក់ព័ន្ធទៅនឹងសៀនសៀងមានបាតុភិបអញ្ចឹងពាក្យហ្នឹងយើងបកមកបាតុភិបនេះមុនមកយើងបកបាតុភិបមុនមកតបមកយើងបកស៊ីសំណោកណាពុកកលួយអញ្ចឹងមានថាបាតុភិបស៊ីសំណោកនៃអំពើពុករលួយណាយើងដាក់នៃអំពើពុករលួយក៏បានដែរយើងដាក់បាតុភិបស៊ីសំណោកពុករលួយក៏បានដែរឬក៏អាចថាបាតុភិបស៊ីសំណោកនៃអំពើពុករលួយបាទនឹងប៉ុណ្ណឹងហើយយើងមួយទៀតយើងចូលមកពាក្យទៀតវៃសោសលេងទី3វៃសលេងទី2វៃសោមានន័យថាជានាយកឬក៏ជាមេបាទវៃនេះសលេងទី2សោនេះសលេងទី3វៃសោអញ្ចឹងខ្ញុំលើកឧទាហរណ៍មួយ为首的柬埔寨王国政府ជានាយកនៃរាជរដ្ឋាភិបាលកម្ពុជាវៃសោនេះគឺនាយកជាមេហ្នឹងហើយតើរបស់រណីឬដែល柬埔寨មាននៅប្រទេសកម្ពុជាវងកព្រះរាជាណាចក្រកម្ពុជាអីហ្នឹង政府មានរដ្ឋាភិបាលអញ្ចឹងយើងបកមកសរុបទាំងអស់មកមានន័យថាជានាយកនៃរាជរដ្ឋាភិបាលកម្ពុជានេះជានាយកយើងបកមកត្រង់មកអញ្ចឹងគឺយើងឃើញថាការបកហ្នឹងវាពេលខ្លះវានៅខាងមុខមុនពេលខ្លះវានៅខាងក្រោយពេលខ្លះយើងបកពីកណ្ដាលមកមុនអីចឹងអាហ្នឹងវាអាស្រ័យណាអានេះសំខាន់លើយើងអ្នក reflect យើងធ្វើការមើលទៅលើអត្ថន័យទាំងមូលដើម្បីបកយ៉ាងណាធ្វើឲ្យគេយល់អញ្ចឹងជានាយកនៃនេះរបស់ហ្នឹងគឺនៃជាពូចាយបងក៏មានកម្ពុជានៃរដ្ឋាភិបាលកម្ពុជាអញ្ចឹងយើងបករដ្ឋាភិបាលកម្ពុជានេះមកជាពូចាយបងក៏ចឹងពូរដ្ឋាភិបាលកម្ពុជាជាប្រធាននៃរដ្ឋាភិបាលកម្ពុជាបាទអញ្ចឹងយើងចូលមកពាក្យទៀតពាក់ព័ន្ធជាមួយនឹងពាក្យ政策សលេងទី4សលេងទី4ដែរអញ្ចឹង政策គោលនយោបាយឬក៏នយោបាយវាមានន័យវាពីរហ្នឹងយើងបកថានយោបាយក៏បានយើងបកថាគោលនយោបាយក៏បានអញ្ចឹងយើងធ្វើការឲ្យឧទាហរណ៍មួយទៀត土地政策管理理事会
thủ tịនៅទីនេះគឺសំដៅទៅលើដីធ្លីធូតទេដីធូតិមានដីធ្លីពីហ្នឹងពាក្យហ្នឹងប៉ុន្តែតែមួយទេធូតិហ្នឹងចឹងសើគឺអត្ថន័យខាងលើនឹងឯងគាន់លីមានន័យគ្រប់គ្រងគាន់លីគ្រប់គ្រងលីសឺហ៊ុយហ្នឹងគឺមានន័យថាក្រុមប្រឹក្សាអញ្ចឹងយើងបកមកពាក្យទាំងអស់ហ្នឹងមានន័យថាយើងបកដេញពីក្រោយមកមុនយើងបកមើលពីទួនាទីរបស់គាត់ក្រុមប្រឹក្សានេះគ្រប់គ្រងគោលនយោបាយដីធ្លីអញ្ចឹងមានន័យថាក្រុមប្រឹក្សាគ្រប់គ្រងគោលនយោបាយដីធ្លីបាទគឺន័យវាគឺតែប៉ុណ្្នឹងយើងធ្វើបើពុនជួនកាលយើងបកមកពីមុខជួនកាលយើងបកមកពីក្រោយតែប៉ុណ្្នឹងណាបើខេយើងចូលពាក្យមួយទៀតដើម្បីកុំឲ្យខាតពេលលីសឺហ៊ុយនេះក្រុមប្រឹក្សាពិបាលវាដូចអាមិញនេះក្រុមប្រឹក្សានេះបាទណានឹងក្រុមប្រឹក្សាពិបាលលីសលេងទី2លីសឺសលេងទី3សំទោសលីសលេងទី3សឺសលេងទី4ហ៊ុយសលេងទី4ដែរលីសឺហ៊ុយក្រុមប្រឹក្សាពិបាលលីសឺហ៊ុយឆឹងយៀនមានន័យថាសមាជិកសំទោសខ្ញុំឡើយនេះផ្លេចវាយអក្សរកសំទោសខ្ញុំបន្ថែមអក្សរកឲ្យមួយសិនបាទលីសឺហ៊ុយឆឹងយៀនមានន័យថាឆឹងយៀននេះសំដៅលើសមាជិកអញ្ចឹងមានន័យថាសមាជិកក្រុមប្រឹក្សាពិបាលឬក៏ជាសមាជិកក្រុមប្រឹក្សាបាទពាក្យហ្នឹងគឺមានន័យប៉ុណ្ណឹងខ្ញុំឲ្យឧទាហរណ៍ខ្លីៗលីហ្វាលីនេះសលេងទី4ហ្វាសលេងទី3លីហ្វានីតិបញ្ញត្តិឬក៏នីតិកម្មមានន័យថាកន្លែងនៃធ្វើច្បាប់អីហ្នឹងពាក់ព័ន្ធជាមួយនឹងច្បាប់លីហ្វាជីកោបាទលីហ្វាហ្នឹងនីតិកម្មឬក៏ច្បាប់អីហ្នឹងហើយនីតិបញ្ញត្តិអីហ្នឹងជីកោនេះមានន័យថាអង្គការឬក៏ស្ថាប័នអញ្ចឹងណាអញ្ចឹងមានន័យថាយើងអាចបកថាអង្គការនីតិបញ្ញត្តិឬក៏ស្ថាប័ននីតិបញ្ញត្តិអញ្ចឹងពាក្យហ្នឹងអាចបកបានដូចគ្នាណាបាទអង្គការឬក៏ស្ថាប័នជីកោហ្នឹងជីកោបាទជីសលេងទី1កោសលេងទី4ជីកោឥឡូវយើងមើលមកពាក្យមួយទៀតពាក្យចុងក្រោយគេបាទពាក្យចុងក្រោយគេហ្នឹងគឺចឹងខនេះពាក់ព័ន្ធយើងសំដៅលើនយោបាយខនេះគឺយើងសំដៅលើមនុស្សអញ្ចឹងមនុស្សធ្វើនយោបាយអញ្ចឹងមានន័យថាអ្នកនយោបាយបាទអ្នកនយោបាយចឹងសលេងទី4ខសលេងទី4អ្នកនយោបាយបាទខ្ញុំឲ្យឧទាហរណ៍មួយចឹងខ色毒品教育បាទចឹងខហ្នឹងគឺអ្នកនយោបាយហើយសហ្នឹងមាន h s h e សមានសអានសមានអានសអីស毒品មានគ្រឿងញៀនអាសនេះមានន័យថាតាក់ទិនឬក៏ពាក់ព័ន្ធអញ្ចឹងណា毒品គ្រឿងញៀនចៅអ៊ីបានន័យថាការធ្វើអាជីវកម្មការជួញដូរអីផ្សេងអញ្ចឹងអ្នកនយោបាយមានន័យថាតាក់ទិននឹងអ្នកនយោបាយជួញដូរគ្រឿងញៀនសំទោសកន្លែងនេះខ្ញុំអ្នកនយោបាយជួញដូរគ្រឿងញៀនមិនមែនអ្នកនយោបាយដីធ្លីទេសំទោសនយោបាយជួញដូរគ្រឿងញៀនបាទអូខេមេរៀនយើងគឺសូមចប់តែត្រឹមហ្នឹងហើយកុំភ្លេចជួយ Subscribe នៅ Channel រៀន Chinese នេះផងព្រោះអីនេះគឺ
វីដេអូដំបូងដែលខ្ញុំថតហើយបើមានចំណុចខ្វះខាតឬក៏ត្រង់ណាប្រការដែលមិនសមរម្យហ្នឹងក៏សូមអធិស្ឋានក៏ដូចជាអភ័យទោសរាល់កំហុសឆ្គងដោយប្រការណាមួយបាទហើយកុំភ្លេចចុច like ចុច subscribe ចុច comment នៅក្នុងYouTube channel របស់ខ្ញុំបាទហើយបើអាច comment ឬក៏សំណូមពរអីសូមធ្វើការ comment នៅក្នុង YouTube ខាងក្រៅនេះមកបាទសូមអរគុណ